មេរិកនៅថ្ងៃប្រហ័សទី6ខែវិច្ឆិកាបានលុបចោលបំរាមលើការធ្វើពាណិជ្ជកម្មសភាវុធជាមួយកម្ពុជាបន្ទាប់ពីប្រធានាធិបតីលោកដូណាល់ត្រាំបានធ្វើជាសាក្សីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងប្រទេសថៃកាលពីសប្តាហ៍មុនសេចក្តីជូនដំណឹងមួយបានគូបញ្ជាក់ថាផ្អែកលើការខិតខំប្រឹងប្រែងយ៉ាងខ្ជាប់ខ្ជួនរបស់កម្ពុជាក្នុងការស្វែងរកសន្តិភាពនិងសន្តិសុខរួមទាំងតាមរយៈការភ្ជាប់ទំនាក់ទំនងជាថ្មីជាមួយសហរដ្ឋអាមេរិកស្តីពីកិច្ចសហប្រតិបត្តិការការពារជាតិនិងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែនរដ្ឋមន្ត្រីការបរទេសបានសម្រេចចិត្តដកបំរាមលើការធ្វើពាណិជ្ជកម្មសភាវុធជាមួយកម្ពុជាសូមរំលឹកថារដ្ឋបាលរបស់លោកโจ Biden បានដាក់បំរាមលើការនាំចេញអាវុធទៅកាន់កម្ពុជាកាលពីឆ្នាំ2021ដោយលើកឡើងពីឥទ្ធិពលយោធារបស់ចិនដែលកំពុងកើនឡើងនៅក្នុងប្រទេសនេះក៏ដូចជាបញ្ហាសិទ្ធិមនុស្សនិងបញ្ហាអំពើពុករលួយជាដើមការនោះសម្ដេចតេជោហ៊ុនសែនដែលជានាយករដ្ឋមន្ត្រីក៏បានបញ្ជាដល់អង្គភាពប្រដាប់អាវុធទាំងអស់ឲ្យធ្វើការត្រួតពិនិត្យឡើងវិញជាបន្ទាន់អំពីអាវុធនិងសម្ភារៈយោធាអាមេរិកហើយបើមានត្រូវយកទៅរក្សាទុកក្នុងឃ្លាំងឬយកទៅកំទេចចោលតាមការជាក់ស្ដែងនៅថ្ងៃទី7ខែវិច្ឆិកាឆ្នាំ2025ក្រុមការងារសម្របសម្រួលចម្រុះកម្ពុជាថៃលើការងារដោះមីនមនុស្សធម៌បានប្រកួតភារកិច្ចជូនក្រុមការងារមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជានិងក្រុមការងារមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនថៃឲ្យជួបប្រជុំពិភាក្សាការងារបច្ចេកទេសដើម្បីពិនិត្យតំបន់សាកល្បងក្នុងតំបន់អតិភិបនៅព្រំដែនដែលស្ថិតនៅឃុំអូ3ជាន់របស់កម្ពុជាទល់មុខឃុំណូនម៉ាក់មុងរបស់ថៃកិច្ចប្រជុំពិភាក្សានៅថ្ងៃនេះរៀបចំឡើងស្របតាមការសម្រេចរបស់ក្រុមការងារសម្រាប់សម្រួលចម្រុះនៅក្នុងកិច្ចប្រជុំកាលពីថ្ងៃទី31ខែតុលាឆ្នាំ2025កន្លងទៅនេះក្រសួងការពារជាតិកម្ពុជាក៏បានឲ្យដឹងផងដែរថាការជួបប្រជុំពិភាក្សានិងការអនុវត្តការងារត្រូវគោរពតាមគោលការណ៍និងនិយមនីតិវិធីប្រតិបត្តិដែលក្រុមការងារសម្រាប់សម្រួលចម្រុះនៃប្រទេសទាំងពីរបានឯកភាពគ្នាជាមួយគ្នានេះការងារដោះមីនមនុស្សធម៌នេះត្រូវគោរពតាមគោលការណ៍ការពារអធិបតេយ្យនិងបូរណភាពទឹកដីដោយម៉ឺងម៉ាត់ព្រមទាំងឈលលើស្មារតីគោរពគ្នាទៅវិញទៅមកសម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជាបានបញ្ជាក់ជាថ្មីនៅការបញ្ញាចិត្តយ៉ាងមុតមមរបស់រាជរដ្ឋាភិបាលក្នុងការសម្រេចបាននៅការគ្របដណ្ដប់អនាម័យជនបទ 100% នៅត្រឹមឆ្នាំ2030ជាការកត់សម្គាល់ពីវឌ្ឍនភាពរបស់កម្ពុជាឆ្ពោះទៅរកការទទួលបានទឹកស្អាតនិងអនាម័យសុវត្ថិភាពក្នុងឱកាសអបអរសាទរទិវាជាតិលើកកម្ពស់អនាម័យជនបទលើកទី16ដែលនឹងប្រព្រឹត្តឡើងនៅថ្ងៃទី13ខែវិច្ឆិកាសម្ដេចធិបតីក៏បានសាទរចំពោះសមិទ្ធផលប្រវត្តិសាស្ត្ររបស់កម្ពុជាគឺរាជធានីខេត្តទាំង25ត្រូវបានប្រកាសថាគ្មានការបន្ទោបង់នៅទីសាធារណៈដែលគ្របដណ្ដប់លើភូមិជាង 14,500 ឃុំចំនួន 1,652 និងស្រុកចំនួន 163 ទូទាំងប្រទេសសម្ដេចធិបតីក៏បានអំពាវនាវឲ្យមានកិច្ចសហប្រតិបត្តិការជាបន្តបន្ទាប់ដើម្បីរក្សាសមិទ្ធផលទាំងនេះនិងជំរុញឆ្ពោះទៅរកគោលដៅឆ្នាំ2030អនាម័យដល់ទីឋានជនបទ 100%អ្នកនាំពាក្យសាលាដំបងខេត្តព្រៃវែងនៅថ្ងៃទី7ខែវិច្ឆិកានេះបានចេញសេចក្តីប្រកាសព័ត៌មានអំពីការទទួលចាត់ការលើសំណុំរឿងព្រហ្មទណ្ឌមួយករណីដែលបុរសម្នាក់បានចូលទៅខមមិនក្នុងទំព័រ Facebook សម្ដេចតេជោដែលស្នើសុំរកយុត្តិធម៌ចំពោះយាយតារបស់ខ្លួនគណនី Facebook ឈ្មោះគង់ពុទ្ធិរតបានចូលទៅខមមិនក្នុងគេហទំព័ររបស់សម្ដេចអគ្គមហាសេនាធិបតីតេជោហ៊ុនសែនដែលមានខ្លឹមសារស្នើសុំសម្ដេចតេជោជួយរកយុត្តិធម៌ឲ្យតាយាយរបស់ខ្លួនដោយសារឃាតករកាប់សម្លាប់ដែលស្ថិតនៅភូមិថ្មីឃុំពៀមមានជ័យស្រុកពៀមកខេត្តព្រៃវែងអัยការអមសាលាដំបងខេត្តព្រៃវែងបានគូបញ្ជាក់ថានៅក្នុងសំណុំរឿងបាត់ឧក្រិដ្ឋនេះសាលាដំបងខេត្តព្រៃវែងបានយកចិត្តទុកដាក់និងពន្យាក្នុងចំណាត់ការនៃសំណុំរឿងនេះដោយផ្អែកលើអង្គហេតុអង្គច្បាប់និងភស្តុតាងត្រឹមត្រូវតាមនីតិវិធីច្បាប់ហើយបច្ចុប្បន្ននេះជនជាប់ចោទកំពុងត្រូវបានឃុំខ្លួនជាបណ្ដោះអាសន្នរងចាំការជំនុំជម្រះតាមដីកាបង្គាប់អរិយសាជនត្រូវចោទនៅក្នុងឃុំបណ្ដោះអាសន្នលេខ 2152/25 ចុះថ្ងៃទី17ខែកញ្ញាឆ្នាំ2025របស់ចៅក្រមស៊ើបសួរនៅថ្ងៃទី8ខែវិច្ឆិកាឆ្នាំ2025នាពេលខាងមុខនេះកម្ពុជានិងថៃនឹងអនុវត្តការកែសម្រួលអាវុធនិងយុទ្ធភូមិកបំផ្លិចបំផ្លាញធនធ្ងន់ជំហានទី2នៃដំណាក់កាលទី1ស្របតាមផែនការសកម្មភាពដែលត្រូវបានចុះហត្ថលេខាដោយមេបញ្ជាការយុទ្ធភូមិភាគទី4កម្ពុជានិងមេបញ្ជាការកងទ័ពភូមិភាគទី2ថៃកាលពីថ្ងៃទី31ខែតុលាឆ្នាំ2025តាមក្រសួងការពារជាតិការកែសម្រួលអាវុធនិងយុទ្ធភូមិកបំផ្លិចបំផ្លាញធនធ្ងន់សម្រាប់ដំណាក់កាលទី1នេះនឹងត្រូវធ្វើឡើងចំនួន3លើក
គឺចាប់ពីថ្ងៃទី1រហូតដល់ថ្ងៃទី21ខែវិច្ឆិកាឆ្នាំ2025សូមរំលឹកថាភាគីកម្ពុជានិងថៃបានអនុវត្តការកែសម្រួលអាវុធនិងយុទ្ធភូតកបំផ្លិចបំផ្លាញធនធ្ងន់ជំហានទី1ដំណាក់កាលទី1ដោយជោគជ័យនៅក្រោមការសង្កេតនិងការផ្ទៀងផ្ទាត់របស់ក្រុមអ្នកសង្កេតការណ៍អាស៊ានកាលពីថ្ងៃទី1ខែវិច្ឆិកាឆ្នាំ2025